បាទខ្ញុំបាទខេមចន្ទថាសូមក្រាបថ្វាយបង្គំព្រះថេរនិងថេរៈគ្រប់ព្រះអង្គសូមគោរពជំរាបសួរបងប្អូនជនជាតិទាំងអស់ជាទីគោរពស្រឡាញ់បាទថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាអញ្ចឹងតមកពីវីដេអូមុនខ្ញុំសូមជូនជាព័ត៌មានលម្អិតមួយដល់បងប្អូនដើម្បីសិក្សាស្វែងយល់ទាំងអស់គ្នាថាតើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាយើងវាមានកម្រិតណាអញ្ចឹងយោងតាមរបាយការណ៍មកពីអគ្គនគរបាលជាតិណាមកពីអ្នកអនុវត្តច្បាប់នៃខាងនគរបាលកម្លាំងនគរបាលអញ្ចឹងសម្រាប់ឆ្នាំ2024នេះខ្ញុំតាមដានព័ត៌មានសម្រាប់តែឆ្នាំ2024នេះទេគឺគិតមកត្រឹមថ្ងៃទី4ខែ7នេះ4កក្កដាឆ្នាំ2024ហ្នឹងអញ្ចឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងវាមានរហូតដល់ទៅ1534ករណីណា1534ករណីតែក្នុងរយៈពេល6ខែទេបាទហើយអញ្ចឹងនៅក្នុងនោះដែររបាយការណ៍បានបញ្ជាក់ថា 55% គឺកើតឡើងនៅពេលយប់អញ្ចឹងមានន័យថាពេលយប់ហ្នឹងគឺការបើកបរហ្នឹងមិនសូវគ្រប់ច្បាប់ទេមិនសូវគ្រប់ច្បាប់ទេដោយសារតែចរាចរណ៍នៅដងផ្លូវហ្នឹងវារៀងវល់បើតាមដែលខ្ញុំគិតមើលដល់អញ្ចឹងទៅការប្រើប្រាស់លបឿនហ្នឹងដូចរៀងលឿនខុសធម្មតាឬក៏មកពីគ្រឿងសង្វឹងគ្រឿងអីចឹងទៅអញ្ចឹងទៅឬក៏មកពីមើលមិនច្បាស់អីចឹងទៅវាបណ្ដាលឲ្យមានគ្រោះថ្នាក់ច្រើននៅពេលយប់ហ្នឹងអញ្ចឹងយើងគួរធ្វើការប្រុងប្រយ័ត្នហើយនៅក្នុងចំនួននៃគ្រោះថ្នាក់ចរាចរណ៍ចំនួន1534ករណីហ្នឹងគ្រាន់តែអ្នកស្លាប់មានរហូតដល់ទៅ793នាក់អញ្ចឹងបងប្អូនគិតមើលវាចំនួនវាច្រើនណាស់សម្រាប់តែពាក់កណ្ដាលឆ្នាំ2024យើងបាត់បង់ជីវិតមនុស្សដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺវាស្ទើរតែ800នាក់បាត់ទៅហើយណាវា793នាក់ហើយនៅក្នុងហ្នឹងអ្នកដែលគ្រោះថ្នាក់មានរហូតដល់ទៅ2116នាក់នឹងគ្រោះថ្នាក់បណ្ដាលថ្នាក់បាត់បង់ជីវិតឃើញទេបណ្ដាលថ្នាក់បាត់បង់ជីវិតហើយនៅក្នុងចំណោម2119នាក់ហ្នឹងគឺវាមាន1243នាក់ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរឃើញទេគ្រោះថ្នាក់ធ្ងន់ធ្ងរហ្នឹងមានន័យថាស្ទើរតែបាត់បង់ជីវិតឬក៏អាចថាពីការដៃពីការជើងឬមួយក៏ពីការខួរក្បាលឬក៏យ៉ាងណាហ្នឹងគឺគាត់ប្រហែលជាអាចនឹងមិនធ្វើអ្វីបាននៅក្នុងពាក់កណ្ដាលជីវិតរបស់គាត់ហ្នឹងឬចាប់ពីថ្ងៃគ្រោះថ្នាក់ហ្នឹងទៅអញ្ចឹងវាបង្កផលលំបាកច្រើនមែនទែនពាក់ទងទៅនឹងផ្លូវអារម្មណ៍ទាំងសម័យខ្លួនទាំងក្រុមគ្រួសារហើយក៏វាប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍របស់សង្គមផងដែរបាទអញ្ចឹងសូមបងប្អូនសិក្សាលម្អិតជាមួយខ្ញុំទាំងអស់គ្នាយើងសិក្សាទាំងអស់គ្នាមើលនេះគ្រាន់តែជាករណីចំនួនមនុស្សដែលស្លាប់និងចំនួនមនុស្សដែលរងរបួសចុះបើយើងនិយាយអំពីថវិកាដែលត្រូវចំណាយនៅក្នុងការព្យាបាលជំងឺឬក៏ការដោះស្រាយបញ្ហាផ្សេងតាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះតើវាអស់ប្រមាណនិងសម័យជនចុះបើយើងនិយាយអំពីការចំណាយដែលប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងការជួយខ្លួនឯងនិងជួយកសាងសង្គមតើវាបាត់បង់ផលប្រយោជន៍ជាតិនឹងអស់ប្រមាណអញ្ចឹងបើយើងគិតឲ្យវែងឆ្ងាយទៅវាច្រើនណាស់តែបើយើងគិតមិនវែងឆ្ងាយទេគឺគិតថាមិនអីទេប៉ះពាល់ទៅខ្លួនឯងតែតាមការពិតមិនមែនទេបាទប៉ះពាល់ច្រើនណាស់អញ្ចឹងបងប្អូនអាចចាំឲ្យច្បាស់ណាគឺក្រឹមតែពាក់កណ្ដាលឆ្នាំហ្នឹងគឺវា1534ករណីហើយគ្រោះថ្នាក់ចរាចរណ៍ហ្នឹង55% កើតឡើងនៅពេលយប់ចឹងសូមបងប្អូនពិចារណាក្នុងការធ្វើដំណើរនៅពេលយប់ហើយមានរហូតដល់793អ្នកស្លាប់2116អ្នករងរបួស1243អ្នករបួសធ្ងន់បាទអញ្ចឹងបើយោងតាមរបាយការណ៍របស់អគ្គនគរបាលជាតិណារបាយការណ៍គឺថាភាគច្រើនហ្នឹងគឺមកពីលបឿនអត់គ្រប់ច្បាប់ចរាចរណ៍ប្រើប្រាស់លបឿនលឿនហួសកំណត់និងបើតាមរបាយការណ៍ថារហូតដល់ទៅ40% សម្រាប់ប្រជាពលរដ្ឋ
ឬសម្រាប់មន្ត្រីរាជការណាក៏ដោយគឺដែលធ្វើដំណើរហ្នឹងគឺមិនខ្វល់អំពីលបឿនដែលគេកំណត់ទេច្រើនតែបញ្ញាពេកណាច្រើនតែបញ្ញាពេកហើយអ្នកដែលមិនគោរពការធ្វើដំណើរតាមដងផ្លូវចង់និយាយថាធ្វើដំណើរប្រច្រាស់ផ្លូវមិនខ្វល់ជាមួយនឹងភ្លើងស្តុបខៀវឬក៏ហមបត់ឆ្វេងស្ដាំមិនខ្វល់បង្កឲ្យមានគ្រោះថ្នាក់ហ្នឹងវាមានរហូតដល់ទៅ 24% បាទហ្នឹងភាសាអាភ្លើងក្រហមគេឲ្យឈប់មិនឈប់ទៅអាកន្លែងគេហាមមិនឲ្យបត់ឆ្វេងបត់ឆ្វេងអាកន្លែងគេហាមមិនឲ្យបត់ស្ដាំបត់ស្ដាំអញ្ចឹងករណីទាំងអស់ហ្នឹងគឺវាមានរហូតដល់ទៅ 24% ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ឃើញទេអញ្ចឹងវាច្រើនបងប្អូនហើយវាច្រើនណាស់ហើយបើអ្នកដែលគេធម្មតាការធ្វើចរាចរណ៍ឧមាថាយើងត្រូវការបត់ឆ្វេងក្តីយើងត្រូវការបត់ស្ដាំក្តីគេមើលថាតើយើងអាចបត់បានអត់ម៉ូតូឬឡានគេមកពីមុខហ្នឹងលំមុំអាចឲ្យយើងបត់បានអត់ឬមួយក៏វាគៀកពេកយើងមិនអាចបត់បានទេយើងមិនត្រូវបត់ទេអញ្ចឹងបើតាម របាយការណ៍ថាគ្រាន់តែករណីដែលយើងបត់ដោយធ្វេសប្រហែសដោយមិនពិចារណាទៅលើលបឿនឡានដែលត្រូវមកសម្ដៅយើងហ្នឹងគួរបត់បានឬមិនបត់បានហ្នឹងវាមានរហូតដល់ទៅ 9% ឃើញ 9% ដែលមិនចាប់អារម្មណ៍ត្រង់ករណីទាំងអស់ហ្នឹងចឹងបើសរុបទៅវានៅមានច្រើនតទៅទៀតនឹងមានតាំងពីគ្រឿងសង្វឹងមានតាំងពីការបើកបរដោយងងុយគេងមានតាំងពីអាកាសធាតុក៏ពាក់ព័ន្ធនឹងបញ្ហានឹងដែរប៉ុន្តែរឿងទាំងអស់ហ្នឹងខ្ញុំសរុបដោយខ្លីមកវិញរឿងទាំងអស់ហ្នឹងទាំងលបឿនក៏ដោយទាំងស្អីក៏ដោយវាស្ថិតនៅលើចំណុចតែមួយឯងគឺយើងត្រូវយកចិត្តទុកដាក់កុំធ្វេសប្រហែសវានៅទៅលើប៉ុណ្្នឹងឯងបាទអញ្ចឹងថាយើងបើកលបឿនលឿនហ្នឹងមកអីមកពីសេចក្តីធ្វេសប្រហែសរបស់យើងនឹងឯងមកពីសេចក្តីប្រមាថរបស់យើងនឹងឯងដែលយើងប្រើលបឿនលឿនឃើញទេឃើញការបត់ឆ្វេងបត់ស្ដាំមិនខ្វាយខ្វល់ទាំងអស់ហ្នឹងសិតតែសេចក្តីធ្វេសប្រហែសទាំងអស់សូម្បីតែពាក់ព័ន្ធទៅនឹងអាកាសធាតុក៏យើងត្រូវយកចិត្តទុកដាក់ដែរបើសិនណាយើងមិនខ្វល់ហើយភ្លៀងក៏នៅតែបើកលឿនខ្យល់ក៏នៅតែបើកលឿនអាទឹកពេញលើផ្លូវក៏នៅតែបើកលឿនអាហ្នឹងជាសេចក្តីធ្វេសប្រហែសទាំងអស់អញ្ចឹងសរុបរឿងទាំងអស់មកហ្នឹងគឺជាទី1គឺសេចក្តីធ្វេសប្រហែសរបស់អ្នកធ្វើដំណើរដែលបង្កឲ្យមានគ្រោះថ្នាក់ច្រើននឹងគឺជារឿងមួយដែលពាក់ព័ន្ធតែមកចំណែកទេខ្ញុំនៅនិយាយមកចំណែកទៀតប៉ុន្តែចំណែកមួយសំខាន់ជាងគេនឹងដំបូងជាងគេហ្នឹងគឺបុគ្គលរបស់យើងម្នាក់ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវហ្នឹងយើងត្រូវពិចារណាឲ្យបានល្អិតល្អន់ក្នុងការធ្វើដំណើរទី1យើងត្រូវគិតអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានតែក្នុងរយៈពេលមួយដង្ហើមទេអញ្ចឹងតែក្នុងរយៈពេលមួយដង្ហើមនៃសេចក្តីធ្វេសប្រហែសរបស់យើងហ្នឹងអាចធ្វើប៉ះពាល់ដល់ខ្លួនឯងនិងអ្នកដទៃព្រមទាំងសង្គមចឹងយើងយកចំណុចទាំងអស់នឹងយកមកគិតដល់ទី1ដោយសារការធ្វេសប្រហែសរបស់ខ្លួនអាចប៉ះពាល់ដល់ខ្លួនឯងទី2ដោយសារតែការធ្វេសប្រហែសរបស់ខ្លួនអាចប៉ះពាល់ដល់អ្នកដទៃទី3ដោយសារតែការធ្វេសប្រហែសរបស់ខ្លួនប៉ះពាល់ដល់ផលប្រយោជន៍សង្គមឃើញទេចឹងចំណុចទាំង3ហ្នឹងសំខាន់ណាស់ចឹងទាំងអស់ហ្នឹងសរុបមកគឺជាការធ្វេសប្រហែសទាំងអស់ជាការធ្វេសប្រហែសទាំងអស់ហើយតាមរបាយការណ៍ដែលចេញមកពីអគ្គនាយកដ្ឋាននគរបាលជាតិនឹងទៀត79% ដែលខ្ញុំមើលអ្នកដែលរងគ្រោះដោយសារបាត់បង់ជីវិតឬក៏អីហ្នឹង70ក្នុង79% ហ្នឹងអ្នកដែលបើកបរម៉ូតូហើយមានគ្រោះថ្នាក់ក្នុងចំណោម79% ហ្នឹងមាន67% ហ្នឹងគឺដោយសារតែមិនប្រើប្រាស់មួកមិនពាក់មួកការពារសុវត្ថិភាពហើយបើពាក់ហ្នឹងគឺពាក់មិនបានត្រឹមត្រូវទៅតាមមួកដែលគេតម្រូវឲ្យពាក់យ៉ាងម៉េចយើងពាក់មិនបានត្រឹមត្រូវទេជួនកាលមិនបានកឹបមិនបានអីគ្រាន់តែយកមកដាក់លើក្បាលអីចឹងទៅចឹងទាំងអស់ហ្នឹងសួរថាកំហុសណាគឺកំហុសខ្លួនយើងដោយសារការធ្វេសប្រហែសតែយើងប្រើពាក្យខ្មែរយើងនិយាយថាសេចក្តីប្រមាថនៅពេលនេះមិនមែនន័យថាប្រមាថមើលងាយណាទេគឺសេចក្តីប្រមាថនៅពេលនេះមានន័យថាការប្រហែសការធ្វេសប្រហែសរបស់ខ្លួនយើងម្នាក់ៗហ្នឹងឯងចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យមានបញ្ហាច្រើនបាទនៅក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះបាទប៉ុន្តែនៅក្នុងនឹងដែរខ្ញុំទទួលបានរបាយការណ៍មកពីនគរបាលជាតិហ្នឹងគឺអគ្គនាយកនគរបាលជាតិហ្នឹងអារម្មណ៍សថេតហ្នឹងគឺចេញសេចក្តីប្រកាសថាឲ្យមន្ត្រីនគរបាលទាំងអស់អនុវត្តឲ្យបានតឹងរឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍នេះនៅលើប្រទេសណាក៏ដោយនៅលើពិភពលោកនេះក្រៅតែអំពីការទទួលខុសត្រូវរបស់អ្នកធ្វើដំណើរតខ្លួនអញ្ចឹងអាជ្ញាធរមានទំនួលខុសត្រូវមួយបំណែកគឺក្នុងការអនុវត្តច្បាប់
ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរនិងគិតគូរអំពីផលប្រយោជន៍3ដែលខ្ញុំបានលើកឡើងហ្នឹងនិយាយអំពីខ្លួនឯងអ្នកដទៃហើយនឹងសង្គមហ្នឹងហ្នឹងប្រជាពលរដ្ឋតែអាជ្ញាធរត្រូវនិយាយត្រូវយកចិត្តទុកដាក់អំពីការអនុវត្តច្បាប់អញ្ចឹងបើទោះបីជាមនុស្សយើងប្រឹងប្រែងគោរពច្បាប់យ៉ាងណាក៏ដោយក៏នៅតែមានអ្នកមិនគោរពអញ្ចឹងគឺអ្នកដែលមិនគោរពនឹងត្រូវអនុវត្តដោយមន្ត្រីរាជការដោយមន្ត្រីអាជ្ញាធរនឹងឯងអញ្ចឹងនិយាយយូរខ្មែរយើងនគរបាលជាពិសេសគឺនគរបាលចរាចរណ៍នឹងឯងដែលត្រូវអនុវត្តបញ្ហាហ្នឹងឲ្យបានតឹងរឹងហើយបងប្អូនច្រើនលើកឡើងថាដោយសារអំពើពុករលួយឯងអ្នកដែលកាន់ច្បាប់ចរាចរណ៍អ្នកដែលអនុវត្តច្បាប់ហ្នឹងគិតទៅពីរឿងសោកស៊ីស៊ូគ្នារឿងលុយទៅក៏រួចខ្លួនទៅឃើញទេអត់ពាក់មួកឲ្យលុយទៅតែមុខទៀតទៅបើកឡានបើកម៉ូតូហួសលបឿនអត់លុយទៅតែមុខទៀតទៅចាប់ឡានបានចំប៉ះកូនអ្នកធំឬមន្ត្រីខ្នាក់ខ្ពស់ទៅក៏ឲ្យទៅទៀតទៅអញ្ចឹងវាមានច្រើននៅក្នុងហ្នឹងថាបញ្ហាអីបញ្ហាបពុនិយមឬមួយក៏បញ្ហាខ្លាចរអាខ្លាចបាត់បង់បុណ្យស័ក្តិឬក៏យ៉ាងណាមួយឬក៏បញ្ហាថវិកាសម្រាប់ចាយវាយនៅក្នុងក្រុមគ្រួសារមិនគ្រប់ដល់អញ្ចឹងទៅទៀតត្រីងៀតឆ្លៀតពងដល់ត្រីងៀតឆ្លៀតពងអញ្ចឹងអ្នកដែលគ្រោះថ្នាក់គឺទាំងអស់គ្នាបាទមិនមែនថាបលិសអ្នកស៊ីស៊ូសលុយជាមួយគេនឹងឲ្យมันគ្រោះថ្នាក់ណាថាអត់ទេជួនកាលយើងធ្វើដំណើរទៅគឺបលិសក៏គ្រោះថ្នាក់ប្រជាពលរដ្ឋក៏គ្រោះថ្នាក់កូនចៅប្រជាពលរដ្ឋក៏គ្រោះថ្នាក់កូនចៅបលិសក៏គ្រោះថ្នាក់ទាំងអស់តែគ្នាហ្នឹងអញ្ចឹងបើកាលណាយើងយកមកគិតអំពីថាបញ្ហាអាចកើតមានឡើងគ្រប់បុគ្គលគ្រប់រូបមិនថាអ្នកណាជាអ្នកណាទេអញ្ចឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះទី1អ្នកធ្វើដំណើរទាំងអស់នៅតាមដងផ្លូវមិនថាអ្នកបើករថយន្តមិនថាអ្នកជិះម៉ូតូមិនថាអ្នកជិះកង់មិនថាអ្នកធ្វើដំណើរថ្មើរជើងទេឃើញទេត្រូវតែគិតគូរអំពីសុវត្ថិភាពរៀងខ្លួនដោយកុំធ្វេសប្រហែសក្នុងការធ្វើដំណើរទី2អាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ចរាចរណ៍នេះត្រូវតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដោយមិនត្រូវមានការខ្លាចរអាយោគយល់ឬមួយក៏ស៊ីសំណូកសោកប៉ាន់ទេបើយើងអាចធ្វើដូច្នេះបានអញ្ចឹងខ្ញុំគិតថាកាត់បន្ថយច្រើននៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបើប៉ូលីសក៏ថាធ្វើយ៉ាងម៉េចបើប្រាក់ខែវាមិនគ្រប់មកត្រូវតែមានឆ្លៀតខ្លះចឹងហើយតែនេះជាអំពើពុករលួយជាអំពើខុសច្បាប់អញ្ចឹងបើអាចក៏យើងស្នើសុំទៅរាជរដ្ឋាភិបាលប្រសិនណាបើជាអាចត្រូវព្យាយាមដំឡើងប្រាក់ខែដល់មន្ត្រីរាជការមន្ត្រីមានសមត្ថកិច្ចនឹងឲ្យគាត់អាចមានជីវភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងការចិញ្ចឹមជីវិតដើម្បីកាត់បន្ថយអំពើពុករលួយបាទអញ្ចឹងអានេះអ្វីដែលខ្ញុំសូមចូលរួមជាយោបល់ហើយបើខ្ញុំមើលរបាយការណ៍មួយទៀតគឺរបាយការណ៍ចេញមកពីភ្នំពេញប៉ុស្តិ៍ហើយនឹង UNDP ហ្នឹងគឺ United Nations Development Program អញ្ចឹងរបាយការណ៍ហ្នឹងចេញមកខ្ញុំចង់និយាយអំពីការចំណាយអំពីការខាតបង់សំទោសអំពីការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះខ្ញុំមើលរបាយការណ៍មួយគឺនៅឆ្នាំ2021ដែលគេតូតាល់សរុបទាំងអស់ថាខាតបង់ប្រាក់ចំណូលប៉ុន្មានដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ2019បាទយើងអត់និយាយ2024នេះណានៅក្នុងឆ្នាំ2019គេធ្វើការប៉ាន់ប្រមាណថាការខាតបង់ថវិកាដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះមានរហូតដល់ទៅ466.8 លានដុល្លារ466.8 លានដុល្លារក្នុងឆ្នាំ2019បាទដែលខាតបង់ដោយសារតែគ្រោះចរាចរណ៍នេះអញ្ចឹងគឺគេសរុបទាំងអស់ហើយតាំងពីការចាយវាយតាំងពីការព្យាបាលតាំងពីប្រាក់អ្វីគ្រប់យ៉ាងការខាតបង់ផលប្រយោជន៍អីគ្រប់បែបយ៉ាងទាំងអស់ក្នុងជីវិតរបស់យើងមនុស្សម្នាក់ពីកើតទៅដល់ស្លាប់នេះតើវាមានប្រយោជន៍អ្វីខ្លះនៅក្នុងសង្គមមានការរកប្រាក់ចំណូលបានប្រមាណក្នុងការចិញ្ចឹមគ្រួសារក្នុងការចិញ្ចឹមខ្លួនឯងឬក្នុងការផ្ដល់ផលទុនជូនដល់រដ្ឋជូនអីអញ្ចឹងការសរុបទាំងអស់នោះខ្ញុំឃើញថាដូចជាច្រើនណាស់បងប្អូនដូចជាច្រើនណាស់អញ្ចឹងយើងត្រូវពិចារណាទាំងអស់គ្នាត្រូវគិតទាំងអស់គ្នាថា
เอาไว้ได้จีจำนวนสำคัญปีมวยผมพอดคือการเปลี่ยนชีวิตเรียงครูนการเปลี่ยนชีวิตเรียงครูนให้ไปยืงเจ้าการเปลี่ยนชีวิตเรียงครูนมันเนี่ยคือโดยจียืงการเปลี่ยนโดยชีวิตกรมครูซายืงถึงมูลโดยจียืงเจ้าการเปลี่ยนโดยชีวิตไปจีปรอดในขนมสะกุมยืงหรือในขนมติดจียืงถึงมูลจังเอาไว้ไปจับดาวปีการมันช่วยไปให้ระบบบุคคลมันเนี่ยให้หนึ่งการอนุวัตฉบับระบบมันไตรเมียนสมาร์ทกิจมันเนี่ยจังบันเนี่ยตั้งปีภายในยังรวมขึ้นโดยมันเป็นการช่วยไปให้โดยมันมีการคลายระอาโดยมันมีการสีสมนกโดยมันมีการโศกปันอย่างนามวยนู้จังชมชื่อทางการบรรทอยครูชนะราจอหนึ่งประสาลางปีมือทั้งไงเติมมือทั้งไงบ่าจังชมสมอมปิวนิ้วดอยปิจิบรอดสมเมตาอยู่จัตุดะขนมการเพื่อดำนาตามดองเพลวคงช่วยไปให้สอตีปีชมสมสนอมปัวดอลอัญญาโทมีสมัติใกล้คือมันไตรนโกบาลสมเมตาอนุวัตฉบับนี้เอาบานตรำเตอตัวตามฉบับดำใบกาปีชีวิตเยิงหนึ่งชีวิตบองพระโอนจนดุเจียดเยิงตีบุญบ่อาจเรียไทยบาลกูแต่เชียเยี่ยมนำหลังประคายดาวมันไตรมีสมัติกัดดำใบก่อนอาจมีชีวเพียบซ้อมรุ้มดำใบกาบันทอยตัวปุกลุย